chả là dây chặn tông trâu tới rừng đường chuối hết không ổnចាជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាជួបគ្នាជាមួយនឹង clip វីដេអូថ្មីរបស់នាងខ្ញុំទៀតហើយបងប្អូនហើយជួបគ្នាមួយថ្ងៃនេះផងដែរបងប្អូនថ្ងៃធានាអញ្ចឹងណាអត់ដឹងធ្វើអីបងប្អូនឥឡូវនេះគឺមកឆាក្តៅអន្ទង់តែម្ដងណាបងប្អូនចាហើយគ្រឿងផ្សំរបស់យើងគឺបានផ្សំរួចរាល់ហើយបងប្អូនចាគឺមានអន្ទង់ការកាត់ជាចំណិតហើយបងប្អូនចាជិះលាងទឹកឲ្យស្អាតលាងអំបិលឲ្យស្អាតទៅគឺការស្រេចហើយសម្រាប់គ្រឿងរបស់យើងបងប្អូនគឺមានចាគ្រឿងខ្មែរយើងគឺអត់មានអីក្រៅពីស្ក្រៃខ្ទឹមសម្ទេសស្លឹកក្រូចដេងរមៀតអីចឹងឯងបងប្អូនហើយមួយទៀតចាគឺនេះមានបងប្អូនគឺស្លឹកម្រះត្រូវបេះនៅជិតផ្ទះហ្នឹងឯងចាអញ្ចឹងហើយបូករួមជាមួយនឹងគ្រឿងផ្សំមួយចំនួនទៀតចាគ្រឿងទេសដែលខ្ញុំបង្ហាញជូននៅពេលចម្អិនចាអញ្ចឹងចង់ដឹងថាខ្ញុំឆាក្តៅអន្ទង់នឹងឆាយ៉ាងម៉េចខ្លះឆាដូចបងប្អូនឆាអត់តោះអញ្ចឹងកុំភ្លេចទស្សនាវីដេអូនេះទាំងអស់គ្នាចាបងប្អូនឥឡូវផ្ទះយើងក្តៅហើយចាប់ដាក់ប្រេងឆាតែម្ដងចាពេលខ្លាញ់ក្តៅយើងចាប់ដាក់ខ្ទឹមសមុនគេបងប្អូនដើម្បីបំពងវារៀងឲ្យឈ្ងុយសិនចាបងប្អូនថ្ងៃនេះខ្ញុំឆាក្តៅក៏បានបុកគ្រឿងទេដែលខ្ញុំគិតថាបលន់អញ្ចឹងណាសម្រាប់បងប្អូនចូលចិត្តបុកអាចបុកចូលគ្នាទៅគឺគ្រឿងផ្សំដូចគ្នាទេតែសម្រាប់ខ្ញុំចូលចិត្តបែបនេះជាងឈ្ងុយអញ្ចឹងណាបងប្អូនចាឥឡូវយើងចាក់ទុំចូលទៅគ្រឿងយើងឈ្ងុយណាបងប្អូនចានេះគេណាបងប្អូនไม่คงซูมมุกanhទេanhមិនអ្នកពូអ្នកកណាទេអ្នកពូអ្នកកណាវាស៊ុំបើចាបងប្អូនឥឡូវតុងយើងក្រៀមល្មមហើយឥឡូវយើងចាក់បន្តិចទៅសម្រាប់ប្រព័ន្ធចូលគ្រឿងល្អ
បងប្អូនឆាក្តៅខ្ញុំគឺខ្ញុំលួច7ទុំទៅចឹងបងប្អូនដោយសារតែពេលដាក់ទៅវាអត់ភ្លាវហើយវាមានរសជាតិជូរតិចតិចចឹងវាឆ្ងាញ់អញ្ចឹងណាអានេះជាចំណូលចិត្តទេបងប្អូនណាអត់ចូលចិត្តអាចអត់ដាក់ក៏បានដែរចាបងប្អូនឥឡូវឆាក្តៅរបស់យើងហ្នឹងគឺរសជាតិល្មមដែលយើងចង់បានហើយឥឡូវយើងគ្រាន់តែថែមជាមួយនឹងស្លឹកចាម្រះព្រៅបងប្អូនអញ្ចឹងបើបងប្អូនមានច្រើនដាក់ច្រើនណាកាន់តែឆ្ងាញ់តែខ្ញុំមានតែម្ដៅអញ្ចឹងតែបានប៉ុណ្ណេះគឺរួចរាល់ហើយស្រាច់ទៅប៉ុណ្្នឹងណាបងប្អូនចាអញ្ចឹងឆាក្តៅយើងឆ្អិនណាបងប្អូនអាចបិទភ្លើងបានហើយចាប៉ុណ្្នឹងហើយរំទេចាបងប្អូនសម្រាប់ឆាក្តៅតុងរបស់យើងគឺឆ្អិនហើយឈ្ងុយមែនតើបងប្អូនមើលតារូបរាងហ្នឹងនិយាយទៅឡើងអូយនិយាយទៅដាច់បាយ3ចានតែម្ដងណាចាអញ្ចឹងញ៉ាំអត់តលន់ទេចាអញ្ចឹងសម្រាប់វីដេអូឆាក្តៅរបស់នាងខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្ណេះទេបងប្អូនអរគុណច្រើនសម្រាប់ការទស្សនាវីដេអូរបស់នាងខ្ញុំកន្លងមកអញ្ចឹងចាំជួបគ្នាជាមួយនឹងคลิปវីដេអូក្រោយៗទៀតណាអរគុណច្រើនបងប្អូនជម្រាបលា